ថាមពលបិសាដែលបានទូឡើងមិនត្រឹមតែធ្វើឲ្យពិភពលោកអមតៈមានការភ្ញាក់ផ្អើលនោះទេគឺភ្ញាក់ផ្អើលមកឋានទាំង3យកតែម្ដងហើយថាមពលដែលបានទូឡើងនេះវាដូចជាមួយនឹងថាមពលរបស់ស្ដេចបិសាចមេខេបូរ៉ានបានបំបែកនៅក្នុងចលងសុយមិញចឹងនៅក្នុងពិភពលោកអមតៈមនុស្សគ្រប់គ្នាសុទ្ធតែមានការភ្ញាក់ផ្អើលហើយក៏មានសលេងប្រកាសហៅទៅកាន់អមតៈភេទទាំងអស់ដែលមកពីដែនដីដទៃទៀតឲ្យរួមផ្ដុំគ្នាដើម្បីទៅរាជាណាចក្រសុយមិញបង្ក្រាបទៅកាន់ Demon Lord ហើយក៏អ្នកនេះគឺជាសេនាប្រមុខនៃសមរភូមិទាំង4លេងចៅដែលស្ថិតនៅក្នុងកម្រិតទី15បានប្រាប់ទៅកាន់អមតៈភេទទាំងអស់មិនគួរធ្វើប្រហែសនៅក្នុងសមរភូមិមួយនេះនោះទេព្រោះសមរភូមិមួយនេះវាជាប់ពាក់ព័ន្ធជាមួយនឹងជីវិតមនុស្សទាំងអស់នៅក្នុងពិភពលោករបស់យើងអាចារ្យម្នាក់នេះមានឈ្មោះថាលេងកងដែលមកពីដែនដីអមតៈបាក់សៃដែលមានកម្រិតទី15អាចារ្យលេងកងបាននិយាយថាក្រោយសារតែមានបិសាចដែលមិនស្មោះត្រង់មួយចំនួននៅក្នុងពូជពងបិសាចបានប្រមានមកកាន់ពួកគេរួចហើយដូច្នេះហើយតើពួកគេនៅតែខ្លាចទៀតមែនរីឯប្រមអ្នកនេះមានឈ្មោះថាស៊ីមិញស្ថិតនៅក្នុងកម្រិតទី15មកពីដែនដីអមតៈសនវូគេបាននិយាយថាប្រសិនបើអមតៈភេទមួយណាដែលមើងងាយទៅកាន់សត្រូវនោះគេច្បាស់ជាមិនដឹងអំពីការស្លាប់របស់ពួកគេដោយរបៀបណាឡើយហើយដើម្បីយកឈ្នះទៅកាន់អំបោបិសាចមានតែឲ្យអមតៈភេទទាំងអស់រួមដៃគ្នាដើម្បីចាត់ការទៅកាន់ពួកវាតែប៉ុណ្ណោះមានតែអមតៈភេទទាំងអស់រួមដៃគ្នានោះទេទៅពួកយើងអាចបញ្ឈប់ទៅកាន់វាបានហើយជួយសង្គ្រោះជីវិតមនុស្សទាំងអស់នៅក្នុងរាជាណាចក្រសុយមិញវិញថាអំបោបិសាចគ្របដណ្ដប់ខ្លាំងយកតែមែនតែនចំណែកអាប្រស្នារបស់អាចារ្យឆាងសេវិញពួកគេកំពុងតែរកទីកន្លែងដែលមានសវត្ថិភាពជាងទីកន្លែងដែលពួកគេនៅអាកូនគូឆាងក៏បាននិយាយថាមានកន្លែងណាដែលសវត្ថិភាពជាងកន្លែងរបស់តែវសទៀតហើយវាក៏ចំណែនទៅកាន់ឆាងអានដែរគណៈពេលដែលឆាងអានមានការពេញចិត្តនិងមានការការពារពីទេវសវាកំពុងតែស្វែងរកទីកន្លែងដើម្បីរស់រានមានជីវិតទៅវិញវាក៏ចង់ដឹងដែរនៅពេលដែលទៅជួបទួយផតរបស់យើងហើយទួយផតរបស់យើងនឹងសង្ហាដល់ថ្នាក់ណាទៅសង្ហាដល់វាអត់រីឯប្រុសផ្សេងទៀតវិញក៏បានប្រាប់ទៅកាន់ប្រុសគូឆាងក៏ថាមិនគួរទៅទីកន្លែងនោះទេវាពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនពួកយើងគួរតែស្នាក់នៅទីកន្លែងនេះស្ងៀមទៅអាកូនគូឆាងក៏បាននិយាយថាពិតជាមនុស្សល្ងងមួយក្រុមមែនប្រសិនបើពួកយើងទទួលបានការការពារពីទេពអសរនៅពេលអនាគតតើពួកយើងនៅខ្លាចនៅធម្មពលបិសាចចឹងទៀតមែនក៏បានលើកសម្លេងមួយចំនួនបាននិយាយថាជាមួយនឹងទេពអសរនៅទីកន្លែងនេះបញ្ហាទាំងអស់ច្បាស់ជាត្រូវបានដោះស្រាយជាមិនខានហើយពួកកូនដែលបាននិយាយហ្នឹងសុទ្ធតែជាកងតបការពារទៅកាន់ទីកន្លែងត្រាហ្នឹងប៉ុន្តែនៅពេលដែលពួកវាបានឃើញទៅកាន់ឆាងស៊ីនៅទីកន្លែងនេះបោះអាវុធចោលខ្ទេចយកតែម្ដងឆាងស៊ីបន្តពីឃើញធម្មពលបែបនេះហើយនាងក៏បាននិយាយថាបច្ចុប្បន្ននេះត្រាដែលត្រូវបានឃុំឃាំងទៅកាន់ Demon Lord ហ្នឹងបានបែកទាំងស្រុងបាត់ទៅហើយនាងអត់អាចជួយជល់វាតែម្នាក់ឯងបាននោះទេអាកូននោះបានស្រែកថាស្អីគេហេតុអ្វីបានជាធ្វើអត់បានបើសិនបើនាងធ្វើអត់បាននោះទេច្បាស់ណា Demon Lord ច្បាស់ជាបង្ហាញខ្លួននៅក្នុងពិភពលោកជាមិនខានឆាងស៊ីនាងបាននិយាយថាបើសិនបើមនុស្សគ្រប់គ្រាន់ប្រហែលជាអាចវិជាពេលបាន2-3នាទីទៀតស្អីគេ2-3នាទីមិននឹងគ្រប់គ្រាន់ទៅនាងគឺជាទេវអសរមិនចឹងឯងហើយនឹងមិនជាកតាបកិច្ចរបស់នាងដែលត្រូវធ្វើទេមែនតើនាងចង់អូពួកយើងចូលទឹកជាមួយនឹងនាងដែរពួកវាបាននិយាយបន្តទៀតតើនាងគ្រាន់តែឲ្យមនុស្សនៃរាជាណាចក្រសុយមេរបស់យើងស្រូបយកនៅធម្មពលបិសាចចឹងមែនតើនាងគឺជាទេពអសរមកអីទៅពួកវាមកចំនួនក៏បានស្រ័យហៅគ្នារត់ផងដែរឆាងស៊ីនាងទ្រាំអត់បាននោះទេស្ងាត់មកទៅពួកអាឆ្កែគណៈពេលដែលកំហឹងរបស់នាងបានទូឡើងក៏មានត្រាមួយលេចលើរាងកាយរបស់នាងផងដែរវាក៏បានធ្វើឲ្យឆាងស៊ីមានការឈឺចាប់ខ្លាំងមែនតើនាងបានគាត់ថានាងស្ទើរតែមិនអាចគ្រប់គ្រងវាបានហើយតាណាហើយនាងក៏បានប្រាប់ទៅកាន់ពួកគេទៅនាងនឹងបន្សន្និដ្ឋានមកពួកគេសាននៅទីកន្លែងហ្នឹងសល់ពេលប្រហែលពួកឯងគួរតែចម្លៀមមនុស្សរត់ចេញពីទីកន្លែងហ្នឹងអស់ទៅប៉ុន្តែនៅពេលនោះក៏បានលើសម្លេងរបស់បច្ឆីតាបាននិយាយថាមិនបាច់នោះទេនាងមិនចាំបាច់ធ្វើឡើយក្រោយសារតែវាបានជូនតំណែងទៅដល់ពិភពលោកអមតៈហើយមិនយូរមិនឆាប់នោះទេពួកគេច្បាស់ជាមកដល់ជាមិនខានហើយនៅពេលដែលពួកគេបានមកដល់ពួកគេច្បាស់ជាអាចបង្ក្រាបទៅកាន់ពួកវាបានដូចគ្នាឆាងស៊ីនឹងបានសួរថាបង្ក្រាបមែនតើបើរត់តើពួកឯងហ្នឹងគឺជាស្អីពួកឯងបានលួចយកនៅធម្មពលទេប្រភេទរបស់ឯងបន្តិចម្ដងបើសិនបើពួកឯងបានធ្វើវានោះទេហេតុការណ៍ទាំងអស់នេះក៏វាមិនកើតឡើងដូចគ្នាតើពួកឯងដឹងអត់ថាត្រូវការជីវិតអមតៈភេទប្រមាណនេះដើម្បីជួយចូលត្រានិងបង្កើតត្រាមួយនេះឡើងជាមួយនឹងជំនួយរបស់អញពិភពលោកនេះគួរតែមានសន្តិភាពរយៈពេល10000ឆ្នាំប៉ុន្តែអត់នោះទេឥឡូវត្រឹមតែ6520ឆ្នាំតែប៉ុណ្ណោះតើឯងដឹងអត់នៅពេលដែល Demon Lord បានបំបែកត្រាហើយតើអញជាមួយនឹងអ្នកផ្សេងទៀតស្លាប់ដោយរបៀបណាអភជិតាដបងរៀងកាំងជាមួយនឹងពេលសម្ដែងរបស់ឆាងស៊ីផងដែរប៉ុន្តែពេលនេះវានៅតែធ្វើអត់ខ្វល់ដែរហើយបើបានជាទេពអសរដូចជារៀងច្រាលឈាមមកម៉ែក្រោមគម្រោងការរបស់ខ្ញុំអមតៈភាពច្បាស់ជាមកដល់រាជាណាចក្រសុយមិញឆាប់នេះជាមិនខានហើយមួយទៀតក៏ដោយសារតែទេពអសរអត់ខ្លាំងគ្រប់គ្រាន់ខ្លួនឯងដែរនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនឯងតើវាអាចបន្តមកកាន់ពួកយើងបានដោយរបៀបណាទៅនៅពេលនេះអ្វីដែលទេពអសរអាចធ្វើបានមានតែពឹងផ្អែកមកលើខ្ញុំតែប៉ុណ្ណោះធ្វើឲ្យឆាងស៊ីនឹងពិតជាខឹងទៅកាន់វាខ្លាំងមែនតើហើយកងទ័ពម្នាក់ក៏បានចាប់អារម្មណ៍នឹងស្រ័យប្រាប់ទៅកាន់ពួកគេមើលទៅធម្មពលបិសាចដូចជាអត់បានលេចចាញ់មកណាធម្មពលបិសាចដែលបានគ្របដ
បណ្ដប់មកលើពួកគេហ្នឹងដូចជាអត់សូវខ្លាំងនឹងធ្វើឲ្យពួកគេថប់ដង្ហើមដូចគ្នាចឹងស៊ីនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ដោយសារតែសៀមតាន់ត្រូវបានបាត់នោះទេហើយវាបានជាថាមកពវិសាអត់លេចចេញមកចឹងឈីតាវាបាននិយាយថាដូចអ្វីដែលខ្ញុំបានតែចឹងសៀដែលត្រូវបានបង្កើតអស់រយៈពេលរាប់ពាន់ឆ្នាំហើយវាបានជាត្រូវបានបំផ្លាញដល់ថាមកពរបស់ Demon Lord កើតទៅតែបើសចេះតែឆាលឈាមហើយធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលនេះហើយពួកគេក៏បានយកនៅកំណត់ត្រង់ណាមួយដែលអាចមើលឃើញនៅទីកន្លែងណាមួយក៏ដូចជានៅពេលនេះពួកគេបានយកវាដើម្បីប្រើប្រាស់ដើម្បីមើលទៅកាន់ពិភពបិសាចនិយាយទៅគឺជាទីជ្រៅដែលបានខំខាំងទៅកាន់ Demon Lord នឹងឯងបន្ទាប់ពីកំណត់ត្រង់នឹងបានអត្ថប្រយោជន៍ហើយឆាងស៊ីនិងអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ដោយសារតែបានឃើញមនុស្សម្នាក់កំពុងតែធ្វើការប្រយុទ្ធគ្នានៅក្នុងទីជ្រៅនៃជំរៅបិសាចហើយពួកគេក៏បានឃើញ Demon Lord កំពុងតែប្រយុទ្ធជាមួយនឹងមនុស្សម្នាក់ហ្នឹងផងដែរក៏បាននិយាយថាមើលទៅដូចជា Demon Lord ហ្នឹងហើយគឺជាអ្នកដែលបំបែកនៅសៀលមួយនេះហើយធម្មជាតិរបស់កងទ័ពស្ដេចបិសាចគឺសត្រូវជាមួយនឹងអមតៈភាពឥឡូវនេះពួកវាបានងើបឡើងហើយក៏មានអាកូនម្នាក់ក៏បាននិយាយថានៅតែមានមនុស្សអាចតបតល់ជាមួយនឹង Demon Lord បានទេបើសិនបើកស្លាប់គ្មានពីណាម្នាក់នៅក្នុងចំណោមពួកយើងអាចរស់រានមានជីវិតនៅក្នុងកម្រិតដល់របស់ Demon Lord បានឡើយពួកអាកងទ័ពបាយថ្នាំក៏បាននិយាយថាមិនចាំបាច់និយាយឲ្យច្រើននោះទេមិនចាំបាច់និយាយតែដងជាមួយនឹងកម្លាំងរបស់គាត់ថាគាត់មានកម្លាំងកម្រិតណាឬក៏ខ្លាំងដល់ថ្នាក់ណាឡើយអ្វីដែលសំខាន់គាត់មានចំណេញដែលអាចតបតល់ជាមួយនឹង Demon Lord បានឲ្យតែគាត់អាចតបតល់ជាមួយនឹង Demon Lord បានរហូតដល់អមតៈភាពបានមកដល់ពួកយើងច្បាស់ជាមានសង្ឃឹមហើយរីឯឆាងសេវិញនឹងបានមើលទៅកាន់ឆាងអានគាត់អាចទៅនៅទីកន្លែងនោះបានដល់របៀបណាទៅប្រឈមមុខជាមួយនឹងបិសាចជាច្រើនគាត់នៅតែអាចសម្លាប់ពួកគេហើយឈរនៅទីកន្លែងនោះបានទៀតឆាងអាននៅពេលនេះមិនត្រឹមតែលេងកងតបបិសាចនោះទេសូម្បីតែ Demon Lord ហ្នឹងក៏គេលេងផងដែរឡើងយកតែម្ដងចំណែកអាបៃឈីតាវិញពិតជារីករាយខ្លាំងមែនតើមើលទៅគាត់គឺជាអមតៈភាពដែលត្រូវបានបញ្ជូនមកដោយពិភពអមតៈហើយខ្ញុំអត់បានរំពឹងទុកទេណាថានៅក្នុងពិភពលោកនេះនៅតែមានមនុស្សអាចបញ្ឈប់ទៅកាន់ Demon Lord បានទៀតប្រជាជនបាននិយាយថាតើបរិសុទ្ធវ័យខ្មែរម្នាក់នោះគឺជាបណ្ណាគេទៅគាត់ពិតជាខ្លាំងមែនតើដែលអាចប្រឈមមុខជាមួយនឹងបិសាចមេខែបានដូច្នេះហើយតើពួកយើងត្រូវបានគាត់ជួយសង្គ្រោះឲ្យតើអត់រីឯប្រគូឆាងកៅវិញបានសរសើរទៅកាន់ឆាងអានមិនត្រឹមតែខ្លាំងនោះទេសូម្បីតែសម្រស់ក៏សង្ហាផងដែរវាបានគិតថាប៉ះសិនបើវាអាចទទួលបានពរជ័យពីគាត់ចិនឆាងអាននោះច្បាស់ជាគ្មានអីមកផាយជាមួយនឹងវានោះទេឆាងសេពិតជាមានការតក់សតនឹងមានការភ្ញាក់ផ្អើលខ្លាំងមែនតើវាមិននឹងអាចទៅរួចទៅបរិសុទ្ធម្នាក់នេះនាងបានកើតនៅពេលដែលឆាងអានបានប្រាមកការនាងថានៅក្នុងពិភពលោកមួយនេះគ្មានពីណាម្នាក់អាចជាដៃគូរបស់ឆិនឆាងអានគេនោះទេនៅពេលនេះនាងពិតជាមានចម្ងល់យ៉ាងខ្លាំងតែតងជាមួយនឹងឆិនឆាងអានហើយទួយបរិបរបស់យើងវិញសួរពួកឯងថាពួកឯងចង់ទៅក្រៅមែនទួយបរិបរបស់យើងបានសម្លាប់មនុស្សដែលស្ថិតនៅក្នុងកម្រិតT14ម្នាក់ទទួលបាន50លានបន្ទុកយកឥឡូវនេះហាក់ដូចជាសល់តែឯងម្នាក់ទេហើយអត់ Demon Lord បាននិយាយទៅកាន់ឆាងអានថាល្អិតជាមួយនឹងកម្លាំងតិចតួចរបស់ឯងហ្នឹងឯងហ៊ាននិយាយឆ្លើយជាមួយនឹងអញអត់គេខ្មាស់ផងតែឯងគិតថាឯង invincible មែនអូខេអញនឹងយកក្បាលឯងធ្វើជាគ្រឿងបូជាមុនពេលដែលអញចាកចេញទៅចោលជាមួយនឹងកម្លាំងពេញលេញរបស់អញសូម្បីតែ Lord Immortal របស់អញក៏មិនហ៊ានឈរបែបនេះចំពោះមុខអញផងដែរអាណាក៏ដោយឲ្យតែហ៊ានឈរបាំងផ្លូវរបស់អញអានោះត្រូវតែងាប់ដូច្នេះហើយឯងក៏ងាប់ជាមួយនឹងគ្នាដែរទៅស៊ីសំក៏បានប្រាប់ទៅកាន់ឆាងអានថារកឃើញដង្ហើមរបស់អ្នកខ្លាំងដែលលើអំពីកម្រិតT16សូមឆាងអានយកចាត់ទុកដាក់បន្តិចឆាងអានបាននិយាយទៅកាន់ស៊ីសំវិញថាឯងខ្លាចស្អីឲ្យវាលេងបន្តិចសិនទៅតាមសំណងពរគ្នាយើងខ្ញុំព្យាយាមហៅកម្រិតទៅជាលេខឲ្យអស់ហើយលើកលែងតែកន្លែងមួយចំនួនដែលជារហស្សនាមរបស់គេដូចជាបុត្រាអមតៈយ៉ងមីងអីហ្នឹងគ្រាន់តែជារហស្សនាមរបស់គេតែប៉ុណ្ណោះមិនមែនជាកម្រិតនោះទេបើសិនមកគ្នាយើងចង់join group VPI អាចទៅមកកាន់ខ្ញុំដល់តបានតាមរយៈលេខទូរស័ព្ទក៏បានតាមរយៈ username ក៏បានឬក៏ចុច link នៅក្នុង comment នៅក្នុង description ឬក៏ link តាម community ដែលខ្ញុំបានផគ្នាយើងរាល់ដងហ្នឹងអាចឆែករកមើលបាន